នេះជីមកដល់បរិយាពិភពថ្មីគួរស្រូវពីផ្ទះគេធ្វើរបៀបមួយជាន់ពីច្រើនមកពិភពថ្មីគួរស្រូវពីធ្វើដូចគ្នានៅម្ដុំណាក៏អញ្ចឹងដែរនៅផ្លូវជាតិលេខ3ទៅកពតហ្នឹងក៏ឃើញម៉ូតអញ្ចឹងក៏ម៉ូតអាម៉ូតរបៀបថាវិឡាកូនកាត់គេហៅវិឡាកូនកាត់អញ្ចឹងអត់មានដូចគេធ្វើផ្សេងម៉ូតមានមុខមានអីនេះដូចថាម៉ូតដូចអត់ទៅមានតែអួយបើកហើយអត់មានយ៉ាបសម្រាប់ខាងមុខសម្រាប់អង្គុយលេងផ្សារពិភពថ្មីគួរស្រូវឧអដែរលក់ដាច់ច្រើនណាស់ឃើញគេឈប់ឡើងអញ្ញៃដែរណាមុខផ្សារនេះឈប់ច្រើនហើយទៅចង់ស្ទះណាឃើញពិភពថ្មីគួរស្រូវពីរមនុស្សនៅច្រើនដែរព្រោះគួរស្រូវ3ដូចឃើញផ្ទះដាក់លក់ច្រើនចាញ់គួរស្រូវ2ប៉ុន្តែគួរស្រូវ3ដូចសបោផ្ទះមួយជាន់ទៀតឯងផ្ទះដែលមាន2ជាន់ហើយផ្ទះតែមួយជាន់ភាគច្រើនគួរស្រូវ3ឃើញសល់ផ្ទះដែលដាក់លក់វិញច្រើនបរិយាពិភពថ្មីហ្នឹងភាគច្រើនគាត់ដាំស្វាយទៀតណាបរិយាពិភពថ្មីឃើញភាគច្រើនដាំស្វាយនេះឃើញផ្លែស្វាយមុខឡើងដល់ខែស្វាយហើយនេះអាណងដល់ស្វាយមកផ្ទះហ្នឹងម៉ាស៊ីនជីជាន់វាអាចស្រក់ឈប់ឡានមកអីអាចថាជាប់មួយដបូឡានដាំស្វាយច្រើនមែនបរិយាពិភពថ្មីនេះភាគច្រើនគេដាំស្វាយមែនដូចបរិយាគេដាំឲ្យតែមិនម្ចាស់ទេគេដាំឲ្យបត់មកខាងឆ្វេងដៃក៏នៅតែដាំស្វាយអានេះដាំដូងទៅខ្សែភ្លើងមានបោកអត់មានអីសេវាគ្រប់ប្រភេទមានតាំងពីបោកអត់មានតាំងពីស្អីគេនោះដូចសាលារៀននៅក៏អីសាលារៀនខាងមុខនោះសាលាឃើញនៅអាយនេះហ្នឹងឃើញដូចជាសាលាអីគេសាលាអានេះ Grand Bridge ណា International អន្តរជាតិតាមសាលាឯកជនគេបើកតាមផ្ទះខាងឆ្ងាយឃើញសាលា BLT ឥឡូវបានមកអីវ៉ាន់មកវិចិនស្អីគេអាហ្នឹងដូចជាសូឡាម្ដងអីម្ដងទៅដល់ផ្ទះចំហែកមើលកណាត់ទីឡានសូឡាឃើញធូរថ្លៃទិញវិចិនមក1ម៉ាត់$2 $2ជាង